ហើយយើងប្រឆាំងដៃខាតការលួចបន្លំស្នុកឆ្នោតយើងទាមទារឲ្យមានគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតរបៀបឯករាជ្យដំណាភាពអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងទៅនេះដើម្បីប្រគល់សងស្លឹកឆ្នោតដែលគេលួចពីប្រជារាស្ត្រប្រគល់សងប្រជារាស្ត្រវិញហើយបើមិនព្រមឲ្យពិនិត្យលទ្ធផលនៃការបោះឆ្នោតចុងក្រោយនេះមិនព្រមឲ្យមានការផ្ទៀងផ្ទាត់មិនប្រាប់ឲ្យមានការរាប់ស្លឹកឆ្នោតឡើងវិញយើងត្រូវតែទាមទារឲ្យបោះឆ្នោតជាថ្មីបោះឆ្នោតឡើងវិញដូច្នេះការទាមទាររបស់យើងទាមទាររបស់គណៈបកសង្គ្រោះជាតិទាមទាររបស់សង្គមស៊ីវិលទាមទាររបស់កម្មករទាមទាររបស់ប្រជារាស្ត្រខ្មែរគឺទាមទារឲ្យមានការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរជ្រើសរើសអ្នកដឹកនាំតាមឆន្ទៈរបស់លោកសូមអរគុណបងប្អូនជាអនាគតកម្មការយើងឃើញថាយើងមានបំណងតែមួយយើងយល់ចិត្តយល់ថ្លើមទោះជាយើងដើរផ្លូវទន្ទឹមគ្នាមិននៅរួមជាមួយគ្នាប៉ុន្តែដើរទន្ទឹមគ្នាក្បែរគ្នាឈ្មោះទៅរកទិសដៅតែមួយគឺការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាឲ្យបានត្រឹមត្រូវឲ្យបានពេញលេញសូមអរគុណសូមជម្រាបលា